ម្នាក់នេះគឺជាជំនួយការថ្មីដែលអាចបាញ់ថ្នាំនិងព្រោះជីលើដី100ហិកតាឡើងលើនិងបន្ថែមមុខងារសណ្ដោងបានរហូតដល់ទៅ80គីឡូដើម្បីបង្កើនតម្រូវការប្រើប្រាស់មួយកម្រិតទៀតនេះគឺជា model T100 ស៊េរីចុងក្រោយបង្អស់នៃគ្រួសារដ្រូនកសិកម្មដែលបងប្អូនកសិករភាគច្រើនប្រើឲ្យលន់មកសរសើរថាវាធ្វើការងារកសិកម្មធំលឿននិងចាប់ឧបសគ្គ T100 មានលទ្ធភាពដាក់ធុងបាញ់ថ្នាំ100លីត្រធុងព្រោះដាក់បាន100គីឡូប្រព័ន្ធក្បាលបាញ់អាតូមីដែលអាចសាចបានយ៉ាងល្អទំហំសាចទឹកថ្នាំអាចសេរីក្នុងទំហំតូចបំផុត50មីក្រូនដែលជារំណក់ទឹកល្អិតឬក៏បងប្អូនអាចសេរីទៅជារំណក់ទឹកធំបានតាមតម្រូវការប្រើប្រាស់បើនិយាយពីប្រវែងសាចទទឹងវិញនៅពេលដែលវាហោះគឺវាសាចបានប្រវែង13ម៉ែត្រដូច្នេះនៅពេលដែលដ្រូនហោះបាញ់ពីកន្លងមួយទៅកន្លងមួយធានាថាថ្នាំជ្រាបចូលសពល្អម៉ូទ័រស្លាបមកលើកនេះមានទាំងអស់ចំនួន8គ្រាប់ខាងលើខាងក្រោមដោយសារតែ DJI បំពាក់មកដើម្បីបង្កើនសមត្ថភាពម៉ូទ័រស្លាបកម្លាំងបង្វិលខ្លាំងជួយឲ្យការហោះហើរឆ្លើយតបបានយ៉ាងលឿននៅពេលដែលជួបនឹងកម្លាំងខ្យល់ធានាបានការដែលយោងទម្ងន់ធ្ងន់និងទប់កម្ដៅបានល្អគ្មានការព្រួយបារម្ភម្យ៉ាងវិញទៀតវាទទួលបានប្រព័ន្ធទប់លំនឹងទប់លំញ័រជួយរក្សាការហោះហើរឲ្យមានលំនឹងហើយស្លាបដ្រូនមានទំហំរហូតដល់ទៅ62អ៊ីង DJI បំពាក់សមាសធាតុកាបូន fiber ដែលស្វិតធន់នឹងកម្ដៅលើស្លាបនិងដៃដ្រូនបន្ថែមទៀតប្រព័ន្ធសុវត្ថិភាពថ្មីនិងអស្ចារ្យសម្រាប់បងប្អូនដែលធ្លាប់មានបញ្ហាដ្រូនធ្លាក់ឥឡូវនេះ T100 មានទាំង sensor និង radar រួមទាំង lidar មកបន្ថែមទៀតដើម្បីចាប់ឧបសគ្គគ្រប់ប្រភេទក្នុងល្បឿន13ម៉ែត្រក្នុង1វិនាទីបើសិនបើវាមានបញ្ហាជួបជាមួយនឹងឧបសគ្គលើកនេះគឺកិច្ចឧបសគ្គបានដោយស្វ័យប្រវត្តិតែម្ដងបងប្អូនសម្រាប់មុខងារសណ្ដោងបងប្អូនអាចយកទៅសណ្ដោងអ្វីក៏បានដែរឲ្យតែមានទម្ងន់ក្រោម80គីឡូក្រាមកុំឲ្យលើសនឹងឲ្យសោះដោយសារតែមុខងារសណ្ដោងនេះគឺធ្វើការខ្លាំងហើយវាយោងទម្ងន់ថ្ម2គ្រាប់បន្ថែមទៀតអញ្ចឹងគឺសណ្ដោងត្រឹមតែ80គីឡូហ្នឹងគឺជាទម្ងន់សុវត្ថិភាពដែលកំណត់ពីរោងចក្រT100 មកលើកនេះទទួលបានចំណុចល្អប្រសើរច្រើនមែនទែនដែល DJI ដាក់មកឲ្យណានៃម្ដងអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងសិនចុះហើយ T100 ត្រូវជាមួយនឹងកសិកម្មខ្នាតធំដែលមានទំហំដី100ហិកតាឡើងលើហើយសម្រាប់តម្លៃវិញទៅតាមប្រភេទឈុតបើសិនបើពុកម៉ែបងប្អូនយកដ្រូននិងម៉ាស៊ីនភ្លើងតម្លៃផ្សេងហើយបើសិនបើបងប្អូនអត់ចង់យកម៉ាស៊ីនភ្លើងគឺតម្លៃផ្សឹងអញ្ចឹងបងប្អូនអាចសួរនាំតម្លៃសិនបានហើយក្រុមហ៊ុន DJI គឺជាដៃគូដែលអាចជិតទុកចិត្តបានពុកម៉ែបងប្អូនអាចស្វែងរកដ្រូនកសិកម្មជាច្រើននិងគ្រឿងបន្លាស់គ្រប់ប្រភេទនៅទីនេះរាល់អតិថិជនទិញដ្រូនពីក្រុមហ៊ុន DJIយើងនឹងបញ្ជូនជាងបច្ចេកទេសក្រុមហ៊ុននឹងបញ្ជូនជាងបច្ចេកទេសទៅបង្រៀនដើម្បីឲ្យអតិថិជនអាចប្រើប្រាស់បានយ៉ាងជំនាញក្រុមហ៊ុនមានសេវាកម្មក្រោយការលក់ដើម្បីជួយតាមដាននិងដោះស្រាយបញ្ហារបស់ដ្រូនបងប្អូនគ្រប់ពេលវេលាជាបច្ចេកទេសរបស់ DJI ត្រូវបានបណ្ដុះបណ្ដាលដោយរោងចក្រដើមតាមស្តង់ដារត្រឹមត្រូវនិងមានបទពិសោធន៍ជាង5ឆ្នាំដ្រូនទាំងអស់មានការធានាត្រឹមត្រូវចេញពីរោងចក្រនិងការអនុញ្ញាតហោះហើរពីរដ្ឋាភិបាលក្រុមហ៊ុន DJI មានអាជ្ញាប័ណ្ណផ្លូវការចេញពីក្រុមហ៊ុន DJI លំដាប់ពិភពលោកហើយពុកម៉ែបងប្អូនបើសិនជាមានចម្ងល់ត្រូវការព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់ក្រុមការងារផ្នែកលក់បានគ្រប់ពេលសូមអរគុណដែលជួយទុកចិត្ត DCA នៅក្បែរប្រជាកសិករជានិច្ច